Hello សួស្តីអ្នកគ្នាខ្ញុំ Wally Boy ហើយថ្ងៃនេះដែរយើងមកតសេរឿងរបស់ Chin Frey យើងទៀតតើឥឡូវកុំឲ្យអ្នកគ្នាចាំយូរយើងចូលទៅកាន់សាច់រឿងយើងហ្មងទៅតោះចាប់ដើមសាច់រឿងឡើងនៃ chapter នេះគឺបង្ហាញពីការបញ្ចូលរវាង Chin Frey និង Demon Lord No Style ហើយយើងក៏បានឃើញថា Chin Frey បានប្រើ skill មួយមានឈ្មោះថា Fire First ដែលធ្វើដៃរបស់ Chin Frey ហ្នឹងត្រូវបានហុំព័ទ្ធដោយភ្លើងហើយចំពោះកណ្ដាប់ដៃស្វែងរកមិត្តរបស់ Chin Frey ដែរក៏បានហោះសំដៅទៅចំមុខរបស់ Demon Lord គឺទី1 Fire First Passive កណ្ដាប់ដៃរបស់អ្នកត្រូវបានឆាបឆេះទៅដោយភ្លើងដែលធ្វើឲ្យការវិភាគរបស់អ្នកការឡើងទ្វេដងប៉ុន្តែអ្នកនឹងបាត់បង់ HP មួយក្នុង1វិនាទីហើយសម្រាប់ Demon Lord វិញក្រោយបានធ្វើម្ដាយរបស់ Chin Frey ដែលធ្វើឲ្យគេប៉ើង82ម៉ែត្រមួយដៃមួយនេះវាពិតជាមានធម៌ពលខ្លាំងមែនតាមពិតទៅសម្រាប់ភ្លើងដែលឆេះជុំវិញដៃរបស់ឯងយើងមើលទៅពិតជាគួរអស់សំណើចខ្លាំងណាស់បន្ទាប់ឲ្យបានលើ Demon Lord និយាយបែបនេះហើយ Chin Frey ដែលកំពុងឈរលើអាកាសក៏បាន reply ឲ្យវិញយ៉ាងសាបថាចង់ដឹងសាកទៀតអត់ចាស់សំដីប្រូដូចជាលយដល់តែមិនមុខប្រូភ័យចឹងនិយាយលះតិចមើលហើយ Demon Lord ក៏បាន reply ទៅកាន់ Chin Frey វិញថាជួយនៅតែបាននិយាយមិននិយាយច្រើនណាស់តើឲ្យបាននិយាយហើយ Demon Lord ក៏បានចេញ skill មួយដែលមានរាងដូចជា Black Hole អញ្ចឹងគេក៏បានថែមទាំងនិយាយទៀតថាយើងប្រកាសថាឯងនឹងមិនអាចនិយាយច្រើនបែបនេះទៀតបានទេមិនតើបានឃើញបែបនេះហើយដែលធ្វើ Chin Frey មានការចាប់អាយជាខ្លាំងគេក៏បាននិយាយឡើងថាការវិភាគមួយនេះគឺអាយ៉ាំស៊ី skill របស់យើងទៅអាក្មេងនិយាយច្រើនហើយ skill មួយនេះដែរមានឈ្មោះថា Night Meteor ហើយយើងក៏បានឃើញថា skill មួយនេះដែរគឺមានរាងដូច Black Hole អញ្ចឹងប៉ុន្តែ Black Hole នោះក៏បានបញ្ចេញកណ្ដាប់ដៃមួយយ៉ាងធំសម្ដៅទៅកាន់ Chin Frey ហើយចំពោះការវិភាគមួយនេះដែរដែលធ្វើឲ្យ Chin Frey ប៉ាង82ម៉ែត្រទោះបីជាគេយកដៃរឿងក៏ដោយមិនតើបានឃើញ Chin Frey ប៉ាងទៅបុកផ្ទះហើយកប់នៅកណ្នើអត់ហើយអាប៉ែ Demon Lord ក៏បាននិយាយឡើងថាមកអាក្មេងនិយាយច្រើនតែឯងគិតយ៉ាងណាដែរចំពោះម្ដាយនេះជាអំណាចនៃកណ្ដាប់ដៃតែឯងមិនអាចមើលឃើញទេឥឡូវនេះយើងងាកទៅមើល Chin Frey វិញគឺគេបានងើបចេញពីកណ្នើអត់វិញហើយគេក៏បានគិតក្នុងចិត្តថាការវិភាគមួយនេះខ្ញុំធ្លាប់បានឃើញពីមុនមកទេឬអ្វីដែលខ្ញុំបានរំពឹងចឹងតើវាមានរឿងអ្វីកើតឡើងចំពោះ Demon Lord ទាំងអស់នេះហើយអ្វីបានចំពោះគេតែតែធ្វើទៅកម្មវិធីខុសពីអ្វីដែលពួកគេបានធ្វើនៅក្នុងហ្គេមចឹងមួយគ្នាដែរ Chin Frey ក៏បានងាកទៅមើល window ហើយគេក៏បានឃើញថាបងស្រីរបស់គេបានខលមកគេម្ដងទៀតបងរបស់ខ្ញុំបានខលមកខ្ញុំម្ដងទៀតហើយដូច្នេះឥឡូវនេះខ្ញុំត្រូវតែបញ្ចប់រឿងនេះឲ្យបានលឿនមកយ៉ាក្មេងនិយាយច្រើនឯងនៅតែអាចកិច្ចផុតពីការវិភាគរបស់យើងបានទៀតឯងពិតជាខ្លាំងមែនបន្ទាប់បានលើបែបនេះហើយ Chin Frey ក៏បាន reply ទៅវិញថាស្អីគេនិយាយលយម៉េះយើងមិនចង់លឺទេតែឯងកំពុងនិយាយពីការវិភាគមិនមែនការវិភាគរបស់ឯងមិញហ្នឹងខ្សោយពេកអញ្ចឹងយើងខ្ជិលកិច្ចឆ្លើយវាវាយលេងទៅការវិភាគមិញហ្នឹងយើងចង់និយាយថាដូចអែលម៉ោះយើងអញ្ចឹងយើងគិតថាការវិភាគមិញនេះអាចធ្វើឲ្យឯងបិទមាត់បានហើយតែដល់ឯងនៅតែនិយាយច្រើនតែបើជួយជាអែលម៉ោះឲ្យឯងចាំយើងជួយឯងភាសាទៀតចឹងហើយ Demon Lord ក៏បានធៀមខ្លួនដើម្បីបញ្ចេញ skill នោះម្ដងទៀតបន្ទាប់បានគឺបែបនេះដែលធ្វើឲ្យ Chin Frey យើងភ័យបាត់ហើយមិននិយាយលយពេកហើយគេក៏បានគិតក្នុងចិត្តថាពូ skill Fire First នេះទោះបីជាវាមានថាមពលខ្លាំងក៏ដោយប៉ុន្តែខ្ញុំត្រូវបាត់បង់ HP មួយក្នុង1វិនាទីនៅពេលដែលខ្ញុំបានប្រើវាហើយវានឹងពិបាកសម្រាប់ខ្ញុំបើសិនជាខ្ញុំមិនអាចបញ្ចប់វាឲ្យបានឆាប់ហើយពេលនោះដែរសលេងទូរស័ព្ទរោក៏បានលើឡើង incoming call from Emilia ដែលធ្វើឲ្យ Chin Frey មានភាពតានតឹងជាខ្លាំងហើយភ្លាមនោះដែរ skill របស់ Demon Lord នោះក៏បានវាបហាមកកាន់ Chin Frey ប៉ុន្តែ Chin Frey ក៏គេផុតពីការវិភាគមួយនោះហើយវាម្ដងទៀតហើយឥឡូវនេះយើងមិនមានអារម្មណ៍ល្អសោះឥឡូវនេះយើងគ្មានជំរឿផ្សេងទៀតទេយើងថាមចង់ទេតែឥឡូវឆ្កែវិការ Lightning Speed បន្តបាននិយាយហើយដែលធ្វើឲ្យ Chin Frey បាត់ខ្លួនពីកន្លែងកាត់ហេតុភ្លាមយកតែម្ដងស្អីគេហ្នឹងតែវាមានរឿងអ្វីកើតឡើងតាក្មេងនិយាយច្រើនហ្នឹងវាបានបាត់តាណាហើយសាច់រឿងរបស់យើងក៏បានកាត់ដល់កន្លែងផ្សេងវិញហើយស្ថិតនៅទីនោះដែរយើងក៏បានឃើញថាមានថាមពលតែមួយខ្សែហើយភ្លាមនោះខ្លួនរបស់ Chin Frey ក៏បានលេចឡើងនៅទីនោះហើយកន្លែងហ្នឹងដែរគ្នាយើងមិនឆ្ងល់ទេគឺ Chin Frey បានប្រើ skill teleport របស់គេ teleport ចេញពី Demon Lord នោះដើម្បីទៅលើកទូរស័ព្ទបងស្រីរបស់គេបន្ទាប់គេបានលើកខោបងស្រីរបស់គេហើយគេក៏បានសួរទៅកាន់បងស្រីរបស់គេថាតើវាមានរឿងអ្វីកើតឡើង Chin Frey ដល់ឥឡូវនេះបងសិននៅណាស្ងប់ចិត្តសិនឥឡូវនេះតើវាមានរឿងអ្វីមិញនេះខ្ញុំរបួសបន្តិចឥឡូវនេះអញនិយាយបានហើយ Emilia ក៏បាននិយាយទាំងយកមកកាន់ Chin Frey វិញថាម៉ាក់គាត់ស្ថានភាពរបស់គាត់ឥឡូវនេះវាកាន់តែអាក្រក់ទៅហើយគ្រូរានតែងតែបណ្ឌិតសុខភាពរបស់ម៉ាក់គាត់បាននិយាយថាឥឡូវនេះម៉ាក់មានពេលច្រើនទៀតទេហើយបងទៅតែប្រញាប់ត្រឡប់ផ្ទះវិញហើយពេលនោះដែរ Chin Frey ក៏បានលើកសលេងមួយបាននិយាយមកកាន់គេថាតើអ្នកទេសោះចំអកខ្ញុំដោយរបៀបណាទៅគេក៏បានងាកទៅឃើញ Demon Lord ឈរនៅពីក្រោយគេឥឡូវនេះយើងបានរកឃើញឯងហើយអាក្មេងនិយាយច្រើនមិនអីទេបងស្រីបងនឹងត្រឡប់ទៅផ្ទះឆាប់នេះតែឯងកំពុងគិតថាឯងអាចគេចខ្លួនបានមែនទេបន្ទាប់ពីឯងបានទៅរញ៉េជាមួយព្រលឹងមួយហើយតែឯងមិនមានភាពវៀនខ្មាស់ចំពោះខ្លួនឯងទេបន្ទាប់បាននិយាយហើយ Demon Lord ក៏បានប្រើ skill តតែវាប្រហារទៅកាន់ Chin Frey បន្ទាប់បានឃើញបែបនេះ Chin Frey ក៏បានប្រើ skill តតែគឺ Lightning Speed របស់គេហ្នឹងទៅក្រោយរបស់ Demon Lord គេក៏បាននិយាយទៅកាន់ Demon Lord ថា sorry bro ប៉ុន្តែឥឡូវនេះយើងមានពេលសម្រាប់លេងជាមួយឯងច្រើនទេបញ្ចប់វាឥឡូវនេះទៅហើយកណ្ដាប់ដៃពុះពេញទៅដោយភ្លើងរបស់ Chin Frey ក៏បានវាប្រហារទៅកាន់ Demon Lord ហើយ Demon Lord ក៏អាចរៀបរៀងពីការវាប្រហាររបស់ Chin Frey ត្រឹមតែមួយហៀងទេវាគួរអាណិតខ្លាំងណាស់តែឯងកំពុងគិតថាការវាប្រហារបែបនេះវាគ្រប់គ្រាន់ដើម្បីកម្ចាត់យើងមែនទេប៉ុន្តែមិនថាឯងធ្វើពុះជាខ្លាំងប៉ុណ្ណាទេការខូចខាតដែលបង្កឡើងដោយ Fire First នេះប្រកាសជាការឡើងជាម្ខានហើយ Demon Lord ក៏បានប្រើ skill តតែវាផាមកកាន់ Chin Frey បន្ទាប់បានឃើញបែបនេះ Chin Frey ក៏បានប្រើ skill 2 អាចចូលគ្នា skill ទី1មានឈ្មោះថា Fire First ហើយ skill ទី2មានឈ្មោះថា X Counter បន្ទាប់ Chin Frey បាន combo skill 2ចូលគ្នាហើយគេក៏បានកិច្ចវិការវិភាគរបស់ Demon Lord មិនតែប៉ុណ្ណោះ Chin Frey ក៏បាន combo skill ទាំងពីរនេះវាយទៅចំកណ្ដាលមុខ Demon Lord ដែលធ្វើឲ្យគេប៉ាង82ម៉ែត្រទៀតហើយសម្រាប់ combo នេះដែរមើលទៅដូចជាមិនស្រាលទេគ្រាន់តែឃើញការប៉ាងរបស់ Demon Lord ក៏ដឹងថាវាធ្ងន់ដែរតែធ្វើឲ្យ Demon Lord នោះបានប៉ាងយ៉ាងឆ្ងាយចំនួន82ម៉ែត្រ
មិនតែប៉ុណ្ណោះតាមទាំងបានបុកថ្មធ្វើឲ្យមិនឡនៅក្អួតឈាមទៀតផងហើយសម្រាប់ការវិភាគមួយនេះដែរគឺ Chin Frey បាន combo skill 2ចូលគ្នា skill ទី1របស់ Chin Frey មានឈ្មោះថា Fire First ដល់ពេល Chin Frey វាយទៅត្រូវសត្រូវហើយដើម្បីគេគុណនឹង2ហើយ skill ទី2ដែរមានឈ្មោះថា X Counter ហើយសម្រាប់ skill X Counter នេះដែរគឺនៅពេលដែលសត្រូវវាប្រហាមកកាន់ Chin Frey រាល់ដើម្បីទាំងអស់ត្រូវបានគុណនឹង3លងទៅកាន់សត្រូវវិញអញ្ចឹងមានន័យថាម្ដាយរបស់ Chin Frey មិញនេះគឺមានដើម្បីលូតគុណនឹង5 Window ដែលបានកម្ចាត់ Demon Lord ដែលមានឈ្មោះថា Jackal មាន level 150អ្នកទទួលបានបន្ទុកបទពិសោធន៍និងរង្វាន់ Window ទៀតក៏បានលូតចេញមករង្វាន់ដែលអ្នកទទួលបានមានដូចជាកាក់មាសចំនួន3លានព្រលឹងកញ្ជងដែលស្ថិតនៅក្នុង rank S និងដីក្រហមបុរាណស្ថិតនៅក្នុង rank A ល្អណាស់ខ្ញុំទទួលបាន item ដែលខ្ញុំត្រូវការហើយឥឡូវនេះខ្ញុំគួរតែប្រញាប់ត្រឡប់ផ្ទះវិញបន្ទាប់ពី Chin Frey ចង់ទៅផ្ទះហើយសាច់រឿងរបស់យើងក៏បានកាត់ទៅដល់ផ្ទះរបស់ Chin Frey ភ្លាមៗយកតែម្ដងផ្ទះរបស់ Chin Frey ដែរគឺស្ថិតនៅក្នុងភូមិមួយដែលនៅជាយក្រុងរបស់ Crown Wall ឥឡូវនេះម៉ាច់យ៉ាងម៉េចហីតើគាត់មិនអីទេ Chin Frey ទី import មកបានត្រឡប់កាន់ផ្ទះវិញហីម៉ាក់កំពុងតែស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការខ្វះខាតថាមពលវេទមន្តដែលបានប្រាប់បងចឹងដល់ចំណុចខ្មៅលើខ្លួនរបស់គាត់ហើយឥឡូវនេះម៉ាក់គាត់បានស្លាប់បាត់ហើយបន្តបានលើបែបនេះ Chin Frey ក៏បានសួរទៅកាន់គ្រូពេទ្យតើម៉ាក់ខ្ញុំគាត់នឹងមិនអីទេដោយតែប្អូនឯងបាននិយាយចឹងម៉ាក់ឥឡូវនេះស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់ខ្លាំងណាស់សម្ពាធឈាមរបស់នាងពេលនេះកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័សរួមទាំងអំណាចវេទមន្តរបស់នាងដូច្នេះមុខងារសួរនឹងបេះដូងរបស់នាងក៏បានខ្សោយចុះយ៉ាងធ្ងន់ធ្ងរដែរសូម្បីតែគ្រូពេទ្យព្យាបាលដែលមានឋានៈខ្ពស់បំផុតក៏គ្មានវិធីអាចជួយសង្គ្រោះនាងបានដែរខ្ញុំសូមទោសផងតែត្រូវប្រាប់អ្នកប៉ុន្តែម្ដាយរបស់អ្នកគឺបន្តបានលើបែបនេះដែលធ្វើឲ្យប្អូនស្រីរបស់ Chin Frey យំយកម៉ាក់ប្រកាសចេញស្លាប់ទេដូច្នេះអាចជប់យំទៅពេលនេះបងព្យាបាលជំងឺរបស់ម៉ែហើយខ្ញុំក៏សូមទោសអ្នកគ្នាដែរព្រោះពេលខ្លះខ្ញុំហៅម៉ែពេលខ្លះខ្ញុំហៅម៉ាក់ព្រោះពេលខ្លះទៅដាតខ្ញុំវាក៏អត់តាន់ទេអញ្ចឹងវាខ្ជិល delete voice over ភាសាទៀតបន្តបានលើ Chin Frey និយាយបែបនេះហើយឲ្យធ្វើឲ្យគ្រូពេទ្យនិងបងប្អូនមកគេងាកមើលមកកាន់គេស្អីគេតែឯងចង់ព្យាបាលនាងមែនទេហើយ Chin Frey ក៏បានគិតនឹងចិត្តថាខ្ញុំចាក់ SP ទាំងអស់ដែលខ្ញុំទទួលបានដោយការ up level ក្នុងស្ថានភាពស៊ើបការសម្ងាត់របស់ខ្ញុំហើយកន្លែងដែរបើអ្នកគ្នាអត់យល់ទេចង់និយាយថាខ្ញុំក៏អត់យល់ដែរព្រោះ subtitle គេដាក់អញ្ចឹងវាបកជាអញ្ចឹងក៏ខ្ញុំនិយាយអញ្ចឹងទៅ Window Intelligence បានឡើងពី145ទៅដល់250ហើយ Window ទៀតក៏បានលុតចេញមក Intelligence របស់អ្នកបានឈានទៅដល់250ហើយជំនាញខ្លះរបស់អ្នកត្រូវបានឡើងកម្រិតហើយសម្រាប់ intelligence ហ្នឹងដែរគឺជាភាពវៃឆ្លាត Chin Frey ក៏បានយក item ទាំង3នោះចេញមក item ទី1គឺជាដីក្រហមបុរាណ item ទី2គឺជាចង្គង់របស់ Ichimera និង item ទី3គឺជាទឹកភ្នែករបស់ Haiel បន្ទាប់បានបញ្ចេញ item ដែលត្រូវការសម្រាប់ផលិតថ្នាំហើយ Chin Frey ក៏បានចាប់ផ្ដើមសំយក item ទាំង3នោះបន្ទាប់ពីបានសំយកអស់រយៈពេលជាង82ម៉ោងមក item មួយទៀតក៏បានលេចឡើង Window Paracy Rank SS ប្រសិទ្ធភាពគ្រាន់តែញ៉ាំវាមួយកែវនឹងលុបបំបាត់ផលប៉ះពាល់វិជ្ជមានទាំងអស់រួមទាំងព្យាបាលជំងឺ100មុខបន្ទាប់បានឃើញបែបនេះដែលធ្វើឲ្យគ្រូពេទ្យនិងប្អូនស្រីរបស់ Chin Frey នឹងមានការព្យាបាលជាខ្លាំងហើយគ្រូពេទ្យក៏បានសួរទៅកាន់ Chin Frey ថាខ្ញុំគិតថាខ្ញុំធ្លាប់បានឃើញវានៅក្នុងសភៅពីមុនមកតើនេះគឺជាអក្សរបុរាណដ៏អស្ចារ្យមែនទេបងប្រុសតើនោះគឺជាមិនទេបងស្រីបងនឹងប្រាប់វានៅពេលក្រោយបន្តបាននិយាយហើយ Chin Frey ក៏បានដើរសម្ដៅទៅកាន់ម៉ាក់របស់គេដើម្បីយកថ្នាំដែលគេបានសម្យកហើយនោះយកទៅឲ្យម៉ាក់គេផឹកហើយរីសាចេញមកបន្តបានផឹកថ្នាំនោះហើយម៉ាក់របស់គេគឺជាតែម្ដងបន្តបាននឹងខ្លួនហើយម៉ាក់គេក៏បាននិយាយថាតើវាមានរឿងអ្វីកើតឡើងនោះបន្តបានឃើញបែបនេះលីយ៉ាក៏បានសួរទៅអោបម៉ាក់របស់គេហើយបងស្រីរបស់ Chin Frey ហ្នឹងមានឈ្មោះថា Emilia តែខ្ញុំសូមហៅលីយ៉ាទៅខ្លីទៅហៅលីយ៉ា Chin Frey ខ្ញុំគិតថាខ្ញុំបានដេកលើក្រែយូរហើយតើឥឡូវនេះវាមានរឿងកើតឡើងនិយាយស្មោះត្រង់ទៅម៉ាក់ខ្ញុំនិងបងប្រុសពិតជាបារម្ភពីម៉ាក់ខ្លាំងណាស់បើសិនបើបងប្រុសមិនអាចព្យាបាលម៉ាក់បានទេនោះម៉ាក់ប្រកាសជាស្អីគេតែកំពុងនិយាយពីអីបងប្រុសរបស់ឯងបានព្យាបាលយើងតែរឿងនេះវាយ៉ាងម៉េចទៅវាជាការពិតកូនប្រុសរបស់អ្នកបានប្រើថ្នាំប៉ារ៉ាស៊ីដែលធ្វើឲ្យអ្នកបានជាសះស្បើយស្អីគេថ្នាំប៉ារ៉ាស៊ីនោះមិនជាអ្វីដែលឯងអាចរកបានងាយស្រួលទេ Chin Frey តែឯងបានខ្លាចជាអ្នកសងព្រេងទេមែនទេវាមិនអីទេយ៉ាងណាក៏ដោយឥឡូវនេះខ្ញុំបានធូរស្រាលហើយនៅពេលដែលឃើញម៉ាក់បានជាសះស្បើយស្អីគេឯងកំពុងនិយាយអីនោះតែយើងមកអូខេជាមួយឯងទេហើយយើងក៏បានឃើញថាម៉ាក់របស់ Chin Frey បានបញ្ចេញ aura farming មកជាច្រើនដែលធ្វើឲ្យ Chin Frey និងប្អូនស្រីរបស់គេមានការភ័យខ្លាចយ៉ាងខ្លាំងម៉ាក់តើម៉ាក់មិនអីទេហើយម៉ាក់ Chin Frey ក៏បានចាប់ផ្ដើម rap ឲ្យ Chin Frey ស្ដាប់ហើយបានចាក់ចេញផ្ទះភ្លាមបានបបងចោលម្ដាយនិងប្អូនស្រីរបស់ឯងបានខ្លាចជាអ្នកសងព្រេងដែលមិនបានប្រាប់យើងខ្ញុំចង់មានន័យថាខ្ញុំមិនបាននិយាយថាខ្ញុំនឹងបងចោលអ្នកទាំងពីរនេះបានទេបិទមាត់ហើយឥឡូវនេះឆាប់លុតកងចោះបានម៉ាក់ឯងដូចជាឪពុកបងឯងចឹងរឹងក្បាលជួយម្ដាយរឹងក្បាលតាមបន្ទុយមកម្លេះបន្ទាប់ពីឮការ rap របស់ម៉ាក់ Chin Frey ហើយគ្រូពេទ្យនៅជិននោះក៏បានយល់ថាឥឡូវនេះខ្ញុំគិតថាខ្ញុំគួរតែទៅហីបានទេមកឥឡូវនេះម៉ាក់ស្ងប់ចិត្តបន្តិចទៅយ៉ាងណាមិញបងប្រុសក៏បានព្យាបាលជំងឺរបស់ម៉ាក់ដែរ Chin Frey ក៏បានគិតចិត្តថាឆ្នាំនេះវាពិតជាមានឥទ្ធិពលខ្លាំងមែនម៉ាក់ខ្ញុំជាផ្លែតក៏រ៉ែបានភ្លាមយើងដឹងឲ្យ Chin Frey ប៉ុន្តែបើសិនជាមានរឿងអ្វីមួយកើតឡើងចំពោះឯងឥឡូវនេះឯងឆាប់ចេញទៅប៉ុន្តែឯងអាចត្រឡប់មកទីនេះបានបន្ទាប់ពីឯងបានកម្ចាត់ Demon Lord ទាំងអស់នៅអ្វីផ្សេងទៀតបន្ទាប់បានលើបែបនេះដែលធ្វើឲ្យ Chin Frey មានការ shock ជាខ្លាំងហើយប្អូនស្រីរបស់ Chin Frey ក៏បាននិយាយថាម៉ាក់កំពុងនិយាយហ្នឹងចំណែក Chin Frey វិញតើម៉ាក់មិនគួរនិយាយអ្វីមួយទេដូចជាតាំងពីយូរយារមកហើយដូចជាពេលឥឡូវនេះបងកូនមកផ្ទះហើយយើងញ៉ាំបាយជុំគ្នាទៅយើងបានធ្វើជាម្ដាយរបស់ឯងឲ្យរយៈពេលជាច្រើនឆ្នាំមកហើយតើម៉ាក់កំពុងនិយាយហ្នឹងហើយមានមុខមាត់ដូចជាពុកបងឯងចឹងហើយមានអ្វីដែលឯងចង់ធ្វើក្នុងនាមជាអ្នកសងព្រេងមែនទេបាទម៉ាក់ឥឡូវនេះយើងយល់ហើយដូច្នេះឯងគួរតែធ្វើវាទៅហើយឥឡូវនេះយើងបានធូរស្រាយយើងនឹងមិនអីទេប៉ុន្តែឯងត្រូវសន្យារឿងពីរយ៉ាងជាមួយយើងរឿងទី1ឯងត្រូវទូរស័ព្ទមកយើងជារៀងរាល់ថ្ងៃដើម្បីឲ្យយើងដឹងថាឯងមានសុខភាពមិនអីទេខ្ញុំយល់ហើយម៉ាក់រឿងទី2ឯងត្រូវសន្យាយើងថាឯងមិនស្លាប់ឡើយមិនអីទេម៉ាក់ខ្ញុំនឹងសន្យាហើយចុងក្រោយអរគុណហើយកូនប្រុសម៉ាក់សង្ឃឹមថាឯងនឹងត្រឡប់ផ្ទះវិញដោយសុខភាពហើយ Chin Frey ក៏បានដើរចាក់ចេញទៅជំងឺខ្សោយវេទមន្តដែលម្ដាយរបស់ខ្ញុំបានរងទុក្ខជាច្រើនឆ្នាំនេះ
វាការចេញពីអំណាចវេទមន្តរបស់យើងត្រូវបានសាច់ចម្លាញ់ក្បាលលួចចេញទៅប៉ុន្តែជាសំណាងល្អដែលខ្ញុំអាចព្យាបាលគាត់បានដោយប្រាថ្នាប៉ារ៉ាស៊ីប៉ុន្តែមានមនុស្សជាច្រើនទៀតដែលកំពុងស្ថិតនៅស្ថានភាពស្តីគ្នាបែបនេះប្រសិនបើខ្ញុំអាចកម្ចាត់ Demon Lord ទាំងអស់ហើយបង្កើតពិភពលោកដ៏សុខសាន្តមួយដែលគ្មានពួកគេនោះបន្ទាប់មកជំងឺនេះវានឹងបាត់ទៅវិញដែរប៉ុន្តែសូម្បីតែនៅក្នុងហ្គេមក៏ដោយបន្ទាប់បានកម្ចាត់ Demon Lord ហើយ Demon ទាំងនោះវាមិនបានបាត់ខ្លួនទេតែប្រហែលជាមានរឿងមួយទៀតប្រហែលជា Demon Lord ទី8តែសូម្បីតែខ្ញុំក៏មិនដែលបានទៅដល់ដែរហើយនេះគឺជាកលឹះនៅអ្វីៗទាំងអស់ហើយហើយតែរឿងរបស់យើងក៏បានកាន់មកដល់ទីក្រុងវិញ Ground 3 The Sentinel City Area The Colosseum Sword Warrior Battle Olympic Stadium ហើយយើងក៏បានឃើញថាមានមនុស្សជាច្រើនហើយ Jin Frey ក៏នៅទីនោះដែរហើយឥឡូវនេះដល់ពេលសម្រាប់ការប្រកួតអន្តរជាតិលើកទី111ហើយដើម្បីកំណត់អ្នកសង្ព្រេងដ៏ខ្លាំងបំផុតហើយវាក៏ដល់ពេលសម្រាប់សមត្ថភូមិអូឡ িম্প ពិកដែរហើយយើងក៏បានឃើញថាមានមនុស្សជាច្រើនកំពុងស្រែកហូហើយហេតុអ្វីបានជាវាថ្លង់ខ្លាំងម្ល៉េះអ្នកសង្ព្រេងទាំងអស់ដែលមកពី Ground 1ដល់ Ground 7ត្រូវបានអនុញ្ញាតឲ្យចូលរួមការប្រកួតមួយនេះប៉ុន្តែ level របស់គេត្រូវបានកំណត់នឹងការតម្រូវដល់ level 150ហើយសមត្ថភាពរបស់អ្នកទាំងគ្នាត្រូវបានកំណត់ឲ្យស្វ័យប្រវត្តិឲ្យដល់ level 150ផងដែរហើយកន្លែងដែរខ្ញុំសូមនិយាយកាត់មកទៅព្រោះកន្លែងហ្នឹងគេនិយាយច្រើនពេកហើយសម្រាប់ GLP ក្នុងការប្រកួតនេះដែរមាន5 billion និង item មួយទៀតដែលមានឈ្មោះថា Manor Chain Class ដែលស្ថិតក្នុង rank SF បន្ទាប់ឲ្យគេបាននិយាយពីរង្វាន់របស់ GLP ហើយភ្លាមៗនោះដែរក៏មានរង្វង់វេទមន្តមួយលេចឡើងពីមុខអ្នកផ្សងព្រេងទាំងអស់គ្នាហើយសម្រាប់រង្វង់វេទមន្តនេះដែរគឺយើងគ្រាន់តែយកដៃប៉ះវាទៅវានឹងអាចវាស់ស្ទង់ពីអំណាចវេទមន្តនៃការវាយប្រហាររបស់យើងបានហើយពេលនេះដែរបន្ទុកវាបានចេញមកហើយយើងមើលតាម Windows ទៅខ្ញុំដាក់នៅលើហ្នឹងខ្ជិលអានហើយសម្រាប់ Jin Frey វិញគឺស្ថិតនៅក្នុងលេខរៀងទី1189គឺជាលេខរៀងដែលស្ថិតនៅក្រោយគេបន្ទាប់បានឃើញបែបនេះហើយយើងមើលទៅកាន់ទឹកមុខរបស់ Jin Frey ទៅហើយគេក៏បានគិតក្នុងចិត្តថាស្អីគេខ្ញុំនៅលេខរៀងក្រោយគេហើយត្រូវហើយខ្ញុំបានដឹងមុនហើយថាខ្លះរបស់ខ្ញុំនេះវាគ្មានអំណាចវេទមន្តច្រើនទេហើយខ្ញុំក៏មិនដែលគិតថាខ្ញុំគឺជាមនុស្សដែលស្ថិតនៅក្រោយគេចឹងដែរហើយនៅទីនេះដែរមើលទៅមានតែខ្ញុំម្នាក់ទេតែមាន level ទីជាង150ហើយឥឡូវនេះដែរគេចូលដល់ការតេស្តខ្លាំងដែរម្ដងហើយនៅពេលដែលតេស្តខ្លាំងដែរនោះ Jin Frey ក៏បាន combo 2 skill ទៀតហើយគឺ skill ទី1មានឈ្មោះថា Fire First និង skill ទី2មានឈ្មោះថា X Counter ហើយយើងដូចជាបានដឹងហើយពេលដែល Jin Frey combo skill ទាំងពីរចូលគ្នាគឺមានតែគុណនឹង5ហ្នឹងហើយ Jin Frey ក៏បានវាយសម្ដៅទៅកាន់រង្វង់វេទមន្តដែលគេវាយហ្នឹងតែយើងមិនដឹងមិនមកទេព្រោះថាយើងរបស់យើងបានចប់ត្រឹមហ្នឹងហើយសម្រាប់រឿងនេះដែរខ្ញុំសូមផុសនៅ account ធំសិនព្រោះវាជិតគ្រប់គោលការណ៍ដើម្បីរកលុយហីអញ្ចឹងចាំយើងគ្រប់គោលការណ៍ចាំយើងផុសនៅ account ទួយម្ដងហើយសម្រាប់រឿងអាប៉ែអាតានោះដែរគឺស្អែករបស់ខ្ញុំធ្វើដូចខ្ញុំបាននិយាយអញ្ចឹងគឺធ្វើរឿងទាំងពីរហ្នឹងមួយថ្ងៃម្នាក់ប៉ុន្តែខ្ញុំធ្វើរឿងអាតាដូច2ថ្ងៃទេធ្វើរឿង Jin Frey តែបាន1ថ្ងៃទេតោះឥឡូវនិយាយមិនដឹងបានហើយហើយតែរឿងហ្នឹងក៏បានចប់ដែរពីខ្ញុំ Levi Prosmos បាយ